មានសំណួរមួយដែលតែងតែសួរមកពួកយើងថាហេតុអីខ្ញុំត្រូវទិញផ្ទះមុនពេលបុកគ្រឹះស្របពេលដែលខ្ញុំអាចទិញផ្ទះដែលអាចទិញភ្លាមចូលរស់នៅបានភ្លាមនេះគឺជាសំណួរដ៏ល្អសម្រាប់គម្រោងដែលមិនទាន់បុកគ្រឹះនិងគម្រោងថ្មីដែលមានកេរ្តិ៍ឈ្មោះល្អដែលយើងអាចទិញហើយផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់បងប្អូនអ្នកទិញមានដូចជាដឹងពីប្រវត្តិផ្ទះច្បាស់លាស់ដូចទិញឡានថ្មីនិងឡានតឹងអញ្ចឹងតើយើងដឹងអត់ថាផ្ទះហ្នឹងជាងគាត់គេនៅកន្លែងណាខ្លះលោកអ្នកអាចតាមដានមើលតនឹងផ្នែកតែម្ដងថាតើគេបានសាងសង់សំណង់របស់លោកអ្នកដោយដែលយើងបានសញ្ញានៅលើប្លង់ដែរឬអត់លោកអ្នកអាចរំកើផ្ទះរបស់លោកអ្នកទៅឆ្វេងទៅស្ដាំទៅមុខឬទៅក្រោយទៅតាមទីតាំងដីដែលលោកអ្នកបានទិញរួចយើងអាចពង្រីកបរិវេណផ្ទះរបស់យើងឲ្យកាន់តែធំទូលាយជាងមុនដូចជាយកដីធ្វើសួនឃ្លាំងឬក៏កន្លែងផ្សេងៗជាដើមទិញផ្ទះមុនពេលបុកគ្រឹះលោកអ្នកអាចកែកុនបន្ថែមនេះបន្ថែមនោះបានយ៉ាងងាយជាជាងដែលយើងទិញផ្ទះដែលសាងសង់រួចរាល់យើងអាចរើសម៉ូតផ្ទះមកសាងសង់នៅលើដីដែលយើងបានទិញរួចស្រាប់វាពិតជាពិសេសខ្លាំងបំផុតសម្រាប់អ្នកទិញហើយវាពិតជាផ្ដល់នូវឯកជនភាពខ្លាំងលើសពីផ្ទះដែលយើងទិញធម្មតានឹងមានចំណុចជាច្រើនទៀតដែលនេះខ្ញុំមិនទាន់បានរៀបរាប់ទាំងអស់នេះមាននៅបារីវិលៀមជួបគ្នាឆាប់ៗនៅទីនេះសូមអរគុណសូមជម្រាបលា